Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផ្លែកអារម្មណ៍ទីរ៉ៃបានផ្លែកអារម្មណ៍រាល់ថ្ងៃហ្មងហ្នឹងហើយមកកាន់ខេត្តតាកែវម្ដងទៀតហើយនេះគឺជាវីដេអូដែលធ្វើអំពីរូងភ្នំហ្នឹងហើយរូងភ្នំនៅក្នុងភ្នំដាអញ្ចឹងនេះគឺជារូងភ្នំមួយដែលជាភ្នំតូចមួយដែលបព្វបុរសយើងបានដាប់រូងយកដើម្បីដាក់តម្កល់ទេវរូបនៅក្នុងសម័យហ្វូណនហ្នឹងហើយឥឡូវនេះរូងភ្នំគឺនៅមានវត្តមាននៅឡើយគឺរូងភ្នំទាំងអស់គឺមានចំនួន5នៅក្នុងជើងភ្នំនៃភ្នំដាហើយនៅលើកំពូលភ្នំគឺមានប្រាសាទភ្នំដាហើយនៅខាងលិចភ្នំដាមួយទៀតនោះគឺមានភ្នំមួយទៀតមិនមែនជាខាងលិចទេខាងគឺខាងជើងហ្នឹងហើយជាងខាងជើងជាងខាងត្បូងមានប្រាសាទមួយទៀតគឺប្រាសាទអាស្រមឥសីហើយក៏មានរូងភ្នំនៅគៀនហ្នឹងនៅចង្កេះភ្នំចំនួន5ហ្នឹងហើយខាងកើតមាន2ហើយខាងកើតមាន2ខាងជើងមាន2ហើយខាងត្បូងនៅខាងត្បូងគឺមាន1ហើយនៅខាងលិចគឺអត់មានទេបាទហើយរូងភ្នំដានឹងដែរគឺស្ថិតនៅក្នុងភូមិព្រែកតាផឃុំកុកធ្លោក ស្រុកអង្គរបូរីខេត្តតាកែវហើយស្ថិតនៅខាងកើតទីរួមខេត្តតាកែវដែលមានចម្ងាយ102គីឡូម៉ែត្រពីរាជធានីភ្នំពេញហើយនឹង24គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីកនឹងហើយព្រែកជីកគឺជាឈ្មោះមួយដែលគេបានហៅតគ្នាព្រោះថាព្រែកជីកហ្នឹងគឺជាកន្លែងរាជធានីកាលពីមុននឹងហើយទីតាំងនៃប្រាសាទភ្នំដាឬភ្នំដានេះគឺមានលក្ខណៈងាយស្រួលរកមែនទែនព្រោះនៅលើថ្នល់ជាតិពេលយើងជិះមកពីទីរួមស្រុកអង្គរបូរីយើងនឹងឃើញភ្នំដាហើយនឹងប្រាសាទភ្នំដាយ៉ាងខ្ពស់ត្រដែតព្រោះប្រាសាទភ្នំដាធំមែនទែនហើយនេះគឺជាទស្សនវិជ្ជានៃរូងដែលខ្ញុំបានថតបដិយកទស្សនវិជ្ជាមួយចែកអ្នកទាំងអស់គ្នាបានឃើញហើយបើសិនតអ្នកទាំងអស់គ្នាបានទៅលេងរមណីយដ្ឋានភ្នំដាក៏កុំភ្លេចទៅចូលលេងនៅតាមរូងភ្នំតូចៗនេះផងព្រោះរូងភ្នំតូចៗនេះកាលពីមុនគឺជាកន្លែងសម្រាប់តម្កល់ទេវរូបហើយទេវរូបទៀតសោតគឺសប្តាហ៍ថ្ងៃគឺស្ថិតនៅក្នុងសារមន្ទីរជាតិភ្នំពេញបើសិនតែអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រអ្នកទាំងអស់គ្នាអាចទៅសារមន្ទីរជាតិភ្នំពេញអ្នកទាំងអស់គ្នានឹងបានឃើញទេវរូបធំហើយមានទេវរូបខ្លះគឺបានយកចេញមកអំពីរូងភ្នំនេះតែម្ដងហើយរូងភ្នំនេះសប្តាហ៍ថ្ងៃគឺដូចយើងឃើញស្រាប់គឺត្រូវបានគេបោះបង់ចោលហើយក៏មានស្នាមគូសវាសខ្លះហើយក៏មានស្នាមធរណីនៅទីនោះតែម្ដងហើយក៏មានបល្ល័ង្កហ្នឹងហើយបល្ល័ង្កខ្លះនៅទីនោះហើយរូងភ្នំសប្តាហ៍ថ្ងៃគឺត្រូវបានគេដាក់តម្កល់ជាវត្ថុផ្សេងដូចជាពុទ្ធហើយក៏មានបាយសីឬក៏រូបអិសីតាបោះដែលគេយកទៅដាក់ព្រោះគេអត់បានដឹងថាទីកន្លែងនេះគឺជាទីកន្លែងសម្រាប់តម្កល់ទេវរូបតែជាអ្នកចំនួនក្រោយយើងគិតថាទីនេះគឺជាកន្លែងសម្រាប់តាំងសមាធិរបស់តាបោះអិសីហើយប្រាសាទនឹងដែរបើអ្នកទាំងអស់គ្នាចង់ទៅលេងទីរមណីយដ្ឋាននៃប្រាសាទភ្នំដានេះគឺងាយស្រួលមែនទែនព្រោះបើយើងធ្វើដំណើរទៅលេងកម្សាន្តនៅភ្នំជីសូរហើយប្រាសាទភ្នំដានេះគឺនៅមិនឆ្ងាយប្រហែលទេគឺនៅទិសខាងកើតសំដៅទៅទីរួមខេត្តទីរួមស្រុកព្រៃកបាសរហូតទៅដល់ព្រៃរវាសរួចបត់ស្ដាំតាមផ្លូវកស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្ដងហើយប្រាសាទភ្នំដានឹងមានភូមិសាស្ត្រទឹកលិច6ខែនិងទឹកគោក6ខែអញ្ចឹងទីកន្លែងនេះយើងអាចបានដឹងច្បាស់បានថាជាទីកន្លែងចិនឡាទឹកលិចដែរព្រោះកាលពីមុនគឺយើងបែងចែកប្រទេសជាពីរដូចកូរ៉េសប្តាហ៍ថ្ងៃគឺ
ចិនឡាដេកុងចិនឡាទឹកលិចអញ្ចឹងទីកន្លែងនេះអាចជាទីកន្លែងសម្រាប់គោរពបូជានៃស្ដេចជំនិនមុនហើយរាជធានីគឺអត់មាននៅទីនេះទេរាជធានីគឺនៅខាងមុខនឹងហើយនៅនឹងទីទួលវត្តគំនូហើយវត្តគំនូខ្ញុំនឹងធ្វើវីដេអូបន្តទៀតហើយអ្នកទាំងអស់គ្នានឹងបានទស្សនាថាទីតាំងនៃរាជធានីរបស់បុព្វបុរសយើងគឺនៅនឹងវត្តគំនូហើយមានអ្វីខ្លះហើយកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាហើយប្រាសាទភ្នំដាននេះគឺខ្ញុំពិតជាចូលចិត្តតែទស្សនាមែនទែនព្រោះថាពេលដែលយើងឡើងទៅដល់ភ្នំគឺយើងអាចមើលឃើញទេសភាពវាលស្រែយ៉ាងល្វឹកល្វើយហើយក៏យើងអាចមើលឃើញប្រំពតលវៀតណាមកម្ពុជាយើងដែរគឺមើលឃើញច្បាស់មែនទែនហើយទីកន្លែងនេះគឺមានអ្នកទស្សនាមិនដាច់ទេដោយសារតែទីកន្លែងនេះគឺមានព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំឡេងរៃហើយនឹងសត្វយំហើយត្រជាក់ស្រឹមពេលដែលមានខ្យល់មកពីទៅខាងត្បូងទៅខាងលិចហ្នឹងហើយគឺត្រជាក់ហើយបើយើងទៅលេងនៅកន្លែងនេះគឺយើងបានចំណេញច្រើនព្រោះថាយើងអាចទៅលេងបាន3ទីតាំងគឺរូបភ្នំបុរាណនេះហើយក៏បានទៅលេងលើកំពូលភ្នំហើយបានឃើញទេសភាពយ៉ាងខៀវស្រងាត់ហើយក៏យើងអាចមើលឃើញនៅប្រាសាទភ្នំដាហើយយើងក៏បានទៅលេងនៅប្រាសាទអាស្រមវិស័យដែលនៅជិតនឹងហើយនៅជិតនឹងគឺអត់សូវមានផ្ទះអ្នកស្រុកទេដោយសារតែទីនេះគឺដូចបាននិយាយមកពីខាងដើមគឺទឹកលិច6ខែហើយទឹកស្រក6ខែអញ្ចឹងគឺមានផលវិបាកគឺទំនាបខ្លាំងអញ្ចឹងគឺមានតែភ្នំនេះដែលជាទីទួលខ្ពស់អញ្ចឹងបានបុព្វបុរសយើងជ្រើសរើសយកទីតាំងភ្នំនេះធ្វើជាកន្លែងសក្ការៈបូជាទោះជាទីកន្លែងនេះគឺមានលក្ខណៈឆ្ងាយបន្តិចពីរាជធានីយ៉ាងណាក៏ដោយក៏ជាទីតាំងមួយដែលល្អព្រោះបុព្វបុរសយើងកាលពីមុនគាត់តែងតែគិតថាទេពគឺរស់នៅលើកំពូលភ្នំគឺទីកន្លែងដ៏ខ្ពង់ខ្ពស់អញ្ចឹងពេលដែលមានភ្នំគឺបុព្វបុរសយើងភាគច្រើនគឺគាត់កសាងប្រាសាទតួយ៉ាងដូចជាប្រាសាទភ្នំដាននេះស្រាប់ហើយប្រាសាទភ្នំជីសូរហើយនឹងប្រាសាទបាខែងប្រាសាទភ្នំក្រោមប្រាសាទភ្នំកលែនហ្នឹងហើយគឺមានប្រាសាទទាំងអស់អញ្ចឹងគឺបុព្វបុរសយើងគឺយល់ដូច្នេះគឺយល់ថាទេពគឺរស់នៅទីកន្លែងដ៏ខ្ពង់ខ្ពស់ហើយពេលដែលខ្ញុំទៅនឹងគឺមានលក្ខណៈថាគេរៀបចំកម្មវិធីសក្ការៈបូជានៅលើប្រាសាទភ្នំដានៅខាងលើបន្តិចទៀតខ្ញុំនឹងធ្វើវីដេអូពីប្រាសាទភ្នំដាដូចគ្នាអញ្ចឹងនឹងបានឃើញពីការរៀបចំគ្រឿងសក្ការៈបាយសីនិងបាយសីស្រស់ហើយបាយសីដែលយើងឃើញនៅក្នុងវីដេអូនេះគឺជាបាយសីធ្វើអំពីกระดาษនៅក្នុងរូងភ្នំតែក៏នៅលើភ្នំដាគឺគេដាក់បាយសីដែលធ្វើអំពីស្លឹកចេកស្រស់ហ្នឹងហើយអញ្ចឹងទីកន្លែងនេះគឺជាទីកន្លែងមួយដែលនៅតែមានអ្នកគោរពបូជាខ្លាំងព្រោះនៅខាងជើងភ្នំដានេះក៏មានវត្តមួយហើយភាគច្រើនអ្នកដែលមកដល់នៅទីនេះគឺភាគច្រើនអ្នកដែលកាន់បារមីហ្នឹងហើយគេមកគោរពបូជាព្រោះគេជឿថាទីនេះគឺជាទីតាំងរាជធានីដំបូងដែលខ្មែរយើងបានរីកចម្រើនហ្នឹងហើយថ្ងៃវីដេអូរបស់ខ្ញុំគឺមានត្រឹមតែប៉ុណ្នេះអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយជួបគ្នាវីដេអូក្រោយអរគុណច្រើនបាយបាយ